បាទសូមជម្រាបសួរទូរទស្សនិកជនដែលកំពុងតែទស្សនាកម្មវិធីព័ត៌មានរបស់កម្មវិធីទូរទស្សន៍ដើមអំពិល DAP TV Online ជាទីមេត្រីបាទព័ត៌មានសម្រាប់ថ្ងៃទី30ខែមេសាឆ្នាំ2014នេះគឺរៀបចំនិងជម្រាបជូនដោយកញ្ញាស្រយច័ន្ទលក្ខណៈនិងខ្ញុំប៉ៅសេដ្ឋាជាបឋមសូមជូនវេទិកានៃព័ត៌មានមេបកប្រឆាំងរក្សាជំហរចរចាជាមួយគណៈបកប្រជាជនកម្ពុជាប្រមុខរាជរដ្ឋាភិបាលដាក់ចេញ6ប្រការដើម្បីអបអរទិវាពលកម្មអន្តរជាតិនិងព័ត៌មានមួយចំនួនទៀតលំដាប់តទៅនេះសូមជូនព័ត៌មានពិស្ដាបាទពាក់ព័ន្ធទៅនឹងបញ្ហាការចរចារវាងគណៈបកទាំងពីរកាលពេលថ្មីនេះលោកកឹមសុខាជាអនុប្រធានគណៈបកសង្គ្រោះជាតិបានបង្ហាញចំហថាគណៈបករបស់ខ្លួននៅតែចង់ចរចាជាមួយគណៈបកប្រជាជនកម្ពុជាចំណែកឯលោកសំរងស៊ីដែលជាប្រធានគណៈបកសង្គ្រោះជាតិនៅព្រឹកថ្ងៃទី30នេះក៏បានបញ្ជាក់ចំហរបស់ខ្លួនថាគណៈបកសង្គ្រោះជាតិនៅតែរក្សាចំហចង់ចរចាជាមួយគណៈបកប្រជាជនកម្ពុជាដោយលោកកឹមសុខាផងដែរបាទព័ត៌មាននេះរាយការណ៍បន្តដោយកញ្ញាអេងកំជាងប្រធានគណៈបកសង្គ្រោះជាតិលោកសំរងស៊ីបានថ្លែងថាលោកបានត្រៀមលក្ខណៈជានិច្ចក្នុងការចរចាស្វែងរកដំណោះស្រាយជាមួយគណៈបកប្រជាជនកម្ពុជាដើម្បីកែប្រែស្ថាប័នបោះឆ្នោតលោកសំរងស៊ីបានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាននៅប្រលានយន្តហោះអន្តរជាតិភ្នំពេញបន្ទាប់ពីលោកបានធ្វើដំណើរត្រឡប់មកពីក្រៅប្រទេសនៅម៉ោងប្រមាណជា9ព្រឹកថ្ងៃទី30ខែមេសាឆ្នាំ2014ថាមានតែការចរចាគ្នាទេដើម្បីស្វែងរកសន្តិភាពជូនប្រជាពលរដ្ឋក៏ដូចជាប្រទេសកម្ពុជាបន្ទាប់ពីការបោះឆ្នោតថ្នាក់ជាតិកាលពីថ្ងៃទី27ខែកក្កដាឆ្នាំ2013កន្លងមកសូមបញ្ជាក់ថាអនុប្រធានគណៈបកសង្គ្រោះជាតិលោកកឹមសុខាបានថ្លែងកាលពីម៉ោង11យប់ថ្ងៃទី28ខែមេសាឆ្នាំ2014ថាគម្រោងនៃការចរចាអត់ទាន់មានទេប៉ុន្តែជាចំហរបស់លោកផ្ទាល់ក៏ដូចជាគណៈបកសង្គ្រោះជាតិនឹងបើកឲ្យមានការជជែកគ្នាដើម្បីដោះស្រាយអនុប្រធានរូបនេះនៅតែបញ្ជាក់ពីគោលជំហរថាគណៈបកសង្គ្រោះជាតិនៅតែទាមទារឲ្យមានការកំណត់ប្រឆាំងនៃការបោះឆ្នោតឡើងវិញគឺមិនមែនបោះឆ្នោតនៅឆ្នាំ2018នោះទេធ្វើយ៉ាងណាក៏ត្រូវបោះឆ្នោតឡើងវិញនៅត្រឹមពាក់កណ្ដាលអាណត្តិគឺអំឡុងឆ្នាំ2016ជាមួយគ្នានេះដែរកាលពីថ្ងៃទី24ខែមេសាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកសខេបានថ្លែងថាពុំមានការជួបចរចាគ្នារវាងសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាជាមួយលោកសំរងស៊ីប្រធានគណៈបកសង្គ្រោះជាតិទៀតទេលោករដ្ឋមន្ត្រីបន្តថាលោកមិនជំទាស់សម្រាប់ការជួបចរចាគ្នាទេប៉ុន្តែគណៈបកទាំងពីរវាស្រស់ស្រួលគ្នាអស់ហើយប៉ុន្តែបែរជាទៅចោលការព្រមព្រៀងគ្នាទៅវិញជួបអីទៀតបើជួបគ្នាអស់ហើយតាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោមចាទស្សនិកជនដែលកំពុងតាមដានទស្សនាជាទីមេត្រីនៅក្នុងអាកាសប្រពៃទិវាខួបអនុស្សាវរីយ៍លើកទី128នៃទិវាពលកម្មអន្តរជាតិ1ឧសភាឆ្នាំ2014សម្ដេចតេជោហ៊ុនសែនបានដាក់ចេញនៅជាច្រើនប្រការដើម្បីអបអរសាទរនៅក្នុងឱកាសនេះកញ្ញាអេងកំហុងរាយការណ៍សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជាបានដាក់ចេញនៅប្រការជាច្រើនដើម្បីអបអរទិវាពលកម្មអន្តរជាតិនៅថ្ងៃទី1ខែឧសភាឆ្នាំ2014យោងតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP បានចេញផ្សាយការពីល្ងាចថ្ងៃទី29ខែមេសាឆ្នាំ2014ដែលមជ្ឈមណ្ឌលព័ត៌មានដើមអំពិលទទួលបាននៅថ្ងៃពុធទី30ខែមេសាឆ្នាំ2014នេះបានឲ្យដឹងថានៅក្នុងឱកាសនៃការប្រារព្ធខួបអនុស្សាវរីយ៍លើកទី128នៃទិវាពលកម្មអន្តរជាតិថ្ងៃទី1ខែឧសភាឆ្នាំ2014សម្ដេចតេជោហ៊ុនសែនបានផ្ញើសារលិខិតសម្រាប់ទិវាមួយនេះដែលបានអំពាវនាវចំពោះក្រសួងស្ថាប័ននានាអង្គការសង្គមស៊ីវិលសហជីពសមាគមនយោជកនិងស្ថាប័នពាក់ព័ន្ធនានាទាំងអស់ត្រូវយកចិត្តទុកដាក់លើប្រការរួមមាន1បន្តខិតខំលើកកម្ពស់លក្ខខណ្ឌការងារឲ្យកាន់តែប្រសើរឡើងតាមរយៈការបន្តអនុវត្តគោលនយោបាយផ្សារភ្ជាប់ពាណិជ្ជកម្មនិងលក្ខខណ្ឌការងារពង្រឹងការអនុវត្តច្បាប់ស្តីពីការងារច្បាប់ស្តីពីរបបសន្តិសុខសង្គមច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការបទបញ្ញត្តិពាក់ព័ន្ធនឹងអនុសញ្ញាអន្តរជាតិនានា2ត្រូវបន្តពង្រឹងឲ្យកាន់តែប្រសើរឡើងនៅប្រព័ន្ធការពារសុខភាពនិងសុវត្ថិភាពការងារជាពិសេសយកចិត្តទុកដាក់លើបរិស្ថានអនាម័យអាហារូបត្ថម្ភនិងសេវាការពារសុខភាពនៅកន្លែងការងារនិងសេវាពិនិត្យសុខភាពទប់ស្កាត់ជំងឺឆ្លងនានាលើកកម្ពស់សុវត្ថិភាពអគ្គិភ័យនិងសំណង់ព្រមទាំងរួមគ្នាទប់ស្កាត់កុំឲ្យមានគ្រោះថ្នាក់ការងារនិងគ្រោះថ្នាក់ក្នុងការដឹកជញ្ជូនកម្មករនិយោជិត3បន្តពង្រឹងនិងពង្រីកសេរីភាពសហជីពនិងអង្គការវិជ្ជាជីវៈទប់ស្កាត់ការរើសអើងចំពោះសហជីពនិងលើកកម្ពស់ភាពជាតំណាងបំផុតដោយពន្លឿនការអនុម័តច្បាប់ស្តីពីសហជីពព្រមទាំងពង្រឹងប្រសិទ្ធភាពនិងតម្លាភាពនៃនីតិវិធីចុះមជ្ឈការអង្គការវិជ្ជាជីវៈ
4ប្រឹងប្រែងសិក្សាឲ្យបានម៉ត់ចត់និងគ្រប់ជ្រុងជ្រោយទាំងទិដ្ឋភាពសង្គមសេដ្ឋកិច្ចនិងគតិយុត្តក្នុងការបង្កើតវិធីសាស្ត្របច្ចេកទេសសម្រាប់កំណត់ប្រាក់ឈ្នួលអបបរមាក្នុងវិស័យវិជ្ជាភ័ណ្ឌកាត់ដេរនិងផលិតស្បែកជើង 5កម្មករនិយោជិតយុវជននិងមាតាបិតាគួរឆ្លៀតឱកាសនិងងាកមកបញ្ជូនកូនចៅទៅទទួលការបណ្ដុះបណ្ដាលវិជ្ជាជីវៈដើម្បីលើកកម្ពស់ជំនាញផលិតភាពការងារសមត្ថភាពប្រកួតប្រជែងនិងអាចឈានចូលទៅក្នុងទីផ្សារការងារបានឆាប់រហ័សនិងងាយស្រួលព្រមទាំងដើម្បីត្រៀមលក្ខណៈទាញយកប្រយោជន៍ឲ្យបានជាអតិប្រមាពីសហគមន៍សេដ្ឋកិច្ចអាស៊ាននៅឆ្នាំ2015ដល់ខ្លីខាងមុខ 6ប្រជាប្រដ្ឋដែលមានបំណងស្វែងរកការងារថ្មីសូមប្រើប្រាស់សេវាការងារធ្វើរបស់រដ្ឋតាមរយៈទីភ្នាក់ងារជាតិមុខរបរនិងការងារដើម្បីទទួលបានព័ត៌មានអំពីឱកាសការងារគ្រប់ប្រភេទនិងទទួលបានការងារធ្វើឆាប់រហ័សនិងចំណាយតិចជៀសវាងការធ្វើចំណាកស្រុកដោយខុសច្បាប់ដោយប្រថុយប្រថានទៅរកការងារធ្វើនៅក្រៅប្រទេស បាទពាក់ព័ន្ធទៅនឹងបញ្ហាទីលានប្រជាធិបតេយ្យវិញដែលជារឿយៗខាងសមាគមសហជីពក៏ដូចជាគណៈបកប្រឆាំងស្នើទៅអាជ្ញាធរដើម្បីសុំទីលាននេះធ្វើការតវ៉ានានាក៏ដូចជាការជួបជុំសម្ដែងមតិនោះហើយក្រោយពីព្រឹត្តិការណ៍នៃការតែនតឹងដាក់គ្នាក្នុងការធ្វើបាតកម្មកន្លងមកហើយទីលានប្រជាធិបតេយ្យត្រូវស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយនោះអាជ្ញាធររាជធានីភ្នំពេញបានបដិសេធមិនឲ្យមានការជួបជុំនោះទេបន្ថែមពីលើនេះគឺនៅពេលនេះអាជ្ញាធរបានដាក់កម្លាំងការពារនៅទីលានប្រជាធិបតេយ្យដើម្បីកុំឲ្យមានបាតុករចូលទៅកាន់ទីនោះបាទព័ត៌មានបន្ថែមគឺរាយការណ៍ដោយកញ្ញាហ៊ូនស្រីលៀន ទីលានប្រជាធិបតេយ្យដែលរាជរដ្ឋាភិបាលប្រកាសឲ្យផ្អាកការជួបជុំជាបណ្ដោះអាសន្ននោះត្រូវបានអាជ្ញាធរនិងសមត្ថកិច្ចបន្ថែមកម្លាំងការពារកាន់តែខ្លាំងបន្ថែមទៀតដោយដាក់លុះបន្លាព័ទ្ធជុំវិញគ្រាដែលក្រុមសហជីពក៏ដូចជាគណៈបកប្រឆាំងប្រកាសត្រៀមធ្វើការជួបជុំដ៏ធំនៅថ្ងៃទី1ទី2ខែឧសភាខាងមុខនេះយោងតាមសេចក្តីរាយការណ៍របស់អ្នកយកព័ត៌មានដើមអំពិលនាព្រឹកថ្ងៃទី30ខែមេសាឆ្នាំ2014នេះបានឲ្យដឹងថាទីលានប្រជាធិបតេយ្យត្រូវបានកម្លាំងសមត្ថកិច្ចដាក់បន្លាលួសព័ទ្ធជុំវិញទីលានទាំងមូលការពង្រឹងកិច្ចការពារនៅទីលានប្រជាធិបតេយ្យនេះបានធ្វើឡើងនៅគ្រាដែលក្រមសហជីពបានប្រកាសព្រមានថានឹងធ្វើការជួបជុំគ្នានៅលើទីលានប្រជាធិបតេយ្យនៅថ្ងៃទី1ខែឧសភាដែលជាទិវាពលកម្មអន្តរជាតិស្របពេលជាមួយគ្នានេះគណៈបកសង្គ្រោះជាតិក៏បានប្រកាសយកទីលានប្រជាធិបតេយ្យធ្វើជាកន្លែងឃោសនារកសម្លេងឆ្នោតក្រមប្រឹក្សារាជធានីខេត្តក្រុងស្រុកខណ្ឌនៅថ្ងៃទី2ខែឧសភាផងដែរទីលានប្រជាធិបតេយ្យដែលលោកស្រីមូសុខួរតំណាងរាស្ត្រជាប់ឆ្នោតគណៈបកសង្គ្រោះជាតិតែងតែធ្វើដំណើរទៅកាន់ជារៀងរាល់ថ្ងៃក្នុងបំណងចូលទៅកាន់កាប់នោះនៅបរាជ័យទៀតនៅថ្ងៃទី30ខែមេសានេះជាមួយនឹងការបរាជ័យមិនអាចចូលទៅកាន់ទីលានប្រជាធិបតេយ្យនេះលោកស្រីមូសុខួរបានធ្វើការរិះគន់ទៅកាន់អាជ្ញាធរនៅចំពោះមុខអ្នកកាសែតយ៉ាងចាស់ដៃផងដែរសូមបញ្ជាក់ផងដែរថាកាលពីថ្ងៃទី29ខែមេសាឆ្នាំ2014ម្សិលមិញនេះអភិបាលរាជធានីភ្នំពេញលោកប៉ាសុជិតវង្សបានប្រមានមិនឲ្យគណៈបកនយោបាយទាំងអស់យកទីសាធារណៈជាកន្លែងឃោសនារកសម្លេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្តក្រុងស្រុកខណ្ឌអាណត្តិទី2នោះឡើយហើយគណៈបកនយោបាយអាចធ្វើទៅបាននៅតែទីស្នាក់ការរបស់ខ្លួនបើមិនដូច្នេះទេអាជ្ញាធរអាចនឹងចាត់វិធានការតាមផ្លូវច្បាប់ជាមួយគ្នានោះលោកប៉ាសុជិតវង្សក៏បានស្នើឲ្យកម្លាំងសមត្ថកិច្ចទាំងនគរបាលនិងអាវុធហត្ថត្រូវទប់ស្កាត់និងរារាំងរាល់សកម្មភាពទាំងឡាយណាជាលក្ខណៈជួបជុំនិងការប្រមូលផ្ដុំនៅតាមទីសាធារណៈឬទីលានប្រជាធិបតេយ្យធ្វើយុទ្ធនាការឃោសនារកសម្លេងឆ្នោតដើម្បីចូលរួមក្នុងការបោះឆ្នោតហើយលោកក៏បានប្រកាសថាមិនឲ្យមានការជួបជុំឬប្រមូលផ្ដុំនៅទីលានប្រជាធិបតេយ្យនាថ្ងៃទី1ខែឧសភាខាងមុខនេះដែលជាថ្ងៃទិវាពលកម្មអន្តរជាតិតបទៅតាមការប្រកាសរបស់អង្គការសង្គមស៊ីវិលនោះឡើយចាស់ទស្សនិកជនដែលកំពុងតាមដានទស្សនាជាទីមេត្រីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ឲ្យដឹងថាក្រសួងនឹងពិនិត្យទៅលើសំណើកម្មសិទ្ធិបញ្ញាសមាគមសិនស៊ីសមុទ្រដើម្បីលើកដំកើងនូវស្នាដៃរបស់លោកសិនស៊ីសមុទ្រដែលជាអត្តរិទ្ធសម្លេងមាសមួយគ្មានពីរហើយក៏ដើម្បីផ្ដល់នូវគុណប្រជោជន៍ទៅដល់ក្រុមគ្រួសាររបស់លោកសិនស៊ីសមុទ្រផងដែរលោកបាសរិទ្ធទីការដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថាក្រសួងនឹងពិនិត្យលើសំណើនៃកម្មសិទ្ធិបញ្ញារបស់សមាគមស៊ីនស៊ីសមុទ្រដើម្បីរក្សានូវតម្លៃស្នាដៃរបស់អធិរាជសម្លេងមាសគ្មានពីរលើលោករួមទាំងផ្ដល់ជាគុណប្រយោជន៍ខ្លះដល់ក្រុមគ្រួសារលោកស៊ីនស៊ីសមុទ្រ
ការថ្លែងអះអាងបែបនេះបានធ្វើឡើងនៅក្នុងពិធីជួបពិភាក្សារួមទាំងដាក់សំណើកម្មសិទ្ធិបញ្ញាការពីស្នាដៃគ្មានពីររបស់លោកស៊ីនស៊ីសាមុតនៅព្រឹកថ្ងៃទី30ខែមេសាឆ្នាំ2014នេះដោយមានការចូលរួមពីលោកស៊ុនចន្ទថុលទេសរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោកស្រីភឿងសក្កណារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈរួមទាំងសមាជិកនៃក្រុមគ្រួសាររបស់លោកស៊ុនស៊ីសាមុតជាច្រើនអ្នកលោកស៊ុនចន្ទថុលបានមានប្រសាសន៍ថាពាក់ព័ន្ធនឹងសំណើនេះក្រសួងពាណិជ្ជកម្មនឹងពិនិត្យពិចារណាដើម្បីការពារស្នាដៃនេះយើងមានច្បាប់កម្មសិទ្ធិបញ្ញាហើយដូច្នេះយើងត្រូវពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយតាមនីតិវិធីច្បាប់ដើម្បីការពារស្នាដៃលោកតាស៊ីនស៊ីសាមុតជាមួយគ្នានោះដែរលោកបានបន្ថែមថាដើម្បីរក្សាការពារក៏ដូចជារំលឹកទៅដល់ស្នាដៃតែមួយគ្មានពីរនេះក្រសួងពាណិជ្ជកម្មនឹងរៀបចំការប្រគំតន្ត្រីបែបឯកជនមួយដោយច្រៀងចម្រៀងរបស់លោកស៊ីនស៊ីសាមុតសុទ្ធដើម្បីយកថវិកាពីការប្រគំតន្ត្រីទាំងនោះទៅជួយក្រុមគ្រួសារលោកស៊ីនស៊ីសាមុតកំពុងរស់នៅខេត្តស្ទឹងត្រែងដើម្បីបញ្ជាក់អំពីភាពជាម្ចាស់នៃកម្មសិទ្ធិនេះកូនប្រុសរបស់លោកស៊ីនស៊ីសាមុតបានអះអាងថាលោកមានឯកសារជាភស្តុតាងដូចជាទាំងទំនុកច្រៀងនិពន្ធស្នាដៃច្រៀងនិងសម្រួលតន្ត្រីគឺធ្វើដោយលោកស៊ីនស៊ីសាមុតផ្ទាល់ឬក៏មិត្តភ័ក្តិឪពុកលោកផ្ទាល់សូមបញ្ជាក់ផងដែរថាអធិរាជសម្លេងមាសស៊ីនស៊ីសាមុតបានបន្សល់ទុកនៅស្នាដៃបទចម្រៀងពិរោះដ៏មានអត្ថន័យរាប់មិនអស់រហូតមកទល់នឹងពេលនេះនៅពេញនិយមនៅឡើយចំណែកសាច់ឈាមដែលលោកបន្សល់ទុកមានកូនប្រុសស្រី4នាក់ប៉ុន្តែស្លាប់2នាក់ក្នុងនោះលោកស៊ីនច័ន្ទឆាយានិងលោកស្រីស៊ីនវឌ្ឍនាចៅប្រុសស្រី6នាក់និងចៅទូត4នាក់បាទទស្សនិកជនជាទីគោរពនៅពេលនេះសូមជូនព័ត៌មានសេដ្ឋកិច្ចបាននៅក្នុងជំនួបពិភាក្សាការងាររវាងទេសរដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោកស៊ុនចន្ទថុលជាមួយនឹងមន្ត្រីនៃក្រសួងឧស្សាហកម្មជប៉ុនប្រទេសកម្ពុជាគឺបានលើកឡើងថាកម្ពុជាគឺចង់ឃើញទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរឈានដល់$1000 លានសហរដ្ឋអាមេរិកនៅឆ្នាំ2015ខណៈដែលបច្ចុប្បន្នគឺមានត្រឹមតែ$500 លានសហរដ្ឋអាមេរិកតែប៉ុណ្ណោះទេសរដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោកស៊ុនចន្ទថុលបានស្នើដល់មន្ត្រីក្រសួងឧស្សាហកម្មជប៉ុនឲ្យរកវិធីជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរឈានទៅដល់$1000 លាននៅឆ្នាំ2015ការលើកឡើងរបស់លោកស៊ុនចន្ទថុលបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោកតូស៊ីមីស៊ុមុតហ្គីប្រធានគណៈប្រតិភូដឹកនាំវិស័យឧស្សាហកម្មរបស់ប្រទេសជប៉ុនកាលពីថ្ងៃទី27ខែមេសាឆ្នាំ2014ប្រភពព័ត៌មានពីក្រសួងពាណិជ្ជកម្មបានឲ្យដឹងថានៅក្នុងជំនួបខាងលើលោកទេសរដ្ឋមន្ត្រីស៊ុនចន្ទថុលបានស្នើលោកមុនហ្គីនាំយកយុវជននិងថ្នាក់ដឹកនាំកម្ពុជាទៅធ្វើកម្មសិក្សានៅប្រទេសជប៉ុនដើម្បីឲ្យពួកគេទទួលបានបទពិសោធន៍អន្តរជាតិពីក្រុមហ៊ុនជប៉ុនប្រពន្ធដដែលបានបន្តទៀតថាលោកទេសរដ្ឋមន្ត្រីស៊ុនចន្ទថុលបានស្នើឲ្យលោកមុតហ្គីវិតម្លៃលទ្ធភាពនៃការបង្កើតក្រុមការងាររវាងក្រសួងពាណិជ្ជកម្មកម្ពុជានិងក្រសួងសេដ្ឋកិច្ចពាណិជ្ជកម្មនិងឧស្សាហកម្មជប៉ុនដើម្បីរកមធ្យោបាយពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យបានកើនឡើងរហូតដល់$1000 លានឆ្នាំ2015ខណៈដែលបច្ចុប្បន្ននេះគឺមានត្រឹមតែ$500 លានតែប៉ុណ្ណោះលោកមុតហ្គីក៏បានយល់ព្រមឲ្យមន្ត្រីរបស់ខ្លួនពិនិត្យលើសំណើរបស់លោកទេសរដ្ឋមន្ត្រីផងដែរលើពីនេះទៅទៀតលោកទេសរដ្ឋមន្ត្រីបានសម្ដែងនឹងការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមហ៊ុនទាំងអស់តាមរយៈកាយវិការលើកទឹកចិត្តនិងផ្ដល់ព័ត៌មានបច្ចុប្បន្នភាពដល់គណៈប្រតិភូតាក់ទងទៅនឹងគំនិតផ្ដួចផ្ដើមកំណែទម្រង់ដែលកំពុងតែត្រូវបានអនុវត្តនៅក្នុងក្រសួងពាណិជ្ជកម្មកម្ពុជាជាការឆ្លើយតបលោកមុនហ្គីបានសម្ដែងនឹងការគាំទ្របន្ថែមទៀតដើម្បីលើកទឹកចិត្តដល់សហគ្រាសធុនតូចនិងមធ្យមរបស់ជប៉ុនក្នុងការពិចារណាទៅលើការវិនិយោគនៅក្នុងប្រទេសកម្ពុជានិងបានគូបញ្ជាក់ថាមន្ទីរពេទ្យថ្មីមួយនឹងត្រូវបានសាងសង់នៅក្នុងរាជធានីភ្នំពេញនៅក្នុងឆមាសទី2ឆ្នាំនេះដើម្បីលើកកម្ពស់សេវាសុខភាពនៅកម្ពុជាលំដាប់តទៅនេះខ្ញុំបាទអិនវុធាសូមជូនព័ត៌មានអន្តរជាតិសហរដ្ឋអាមេរិកកំពុងតែពិភាក្សាជាមួយនឹងបណ្ដាប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួននៅអឺរ៉ុបខាងកើតទាក់ទងទៅនឹងវិបត្តិរបស់ប្រទេសអ៊ុយក្រែនរដ្ឋមន្ត្រីការពារជាតិអាមេរិក Chuck Hagel បានចាប់ផ្ដើមកិច្ចពិភាក្សាជាមួយនឹងបណ្ដាប្រទេសសម្ព័ន្ធមិត្តនៅអឺរ៉ុបខាងកើតរបស់ខ្លួនហើយស្ដីអំពីស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែនស្របពេលដែលរុស្ស៊ីកំពុងតែចល័តយោធានៅតាមបណ្ដោយព្រំដែនរបស់ខ្លួនដែរនោះនេះបើតាមការអះអាងពីអ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោនកាលពីថ្ងៃអង្គារលោក Hagel បានជួបពិភាក្សាជាមួយនឹងលោករដ្ឋមន្ត្រីការពារជាតិអេស្តូនី Sven Mikser នៅឯមន្ទីរប៉ង់តាហ្គោនកាលពីថ្ងៃអង្គាររួមជាមួយនឹងលោករដ្ឋមន្ត្រីការពារជាតិរបស់សាធារណរដ្ឋឆែក Martin Stropnický នាថ្ងៃដដែលនោះដែរ
តាមការបញ្ជាក់ពីអ្នកនាំពាក្យមន្ទីរប៉ង់តាហ្គូនលោក John Kirby បានដឹងថាមេដឹកនាំអេស្តូនីបានថ្លែងអំណរគុណចំពោះសហរដ្ឋអាមេរិកដែលបានឆ្លើយតបសម្រាប់ព្រឹត្តិការណ៍នានានៅប្រទេសអ៊ុយក្រែនជាពិសេសនោះគឺការបញ្ជូនយោធាទៅកាន់ប្រទេសអេស្តូនីដើម្បីធ្វើការហ្វឹកហ្វឺនក្នុងលំហាត់យោធារួមគ្នាគូបញ្ជាក់តាមការលើកឡើងរបស់លោក Hakel ប្រាប់ទៅរដ្ឋមន្ត្រីការពារជាតិទាំងពីរថាសហរដ្ឋអាមេរិកនឹងរិះរកវិធីដើម្បីបង្កើនវត្តមានរបស់ខ្លួននៅក្នុងតំបន់នោះហើយការធ្វើសមយុទ្ធយោធារួមគ្នាក៏នឹងចាប់ផ្ដើមឡើងក្នុងពេលឆាប់ៗខាងមុខនេះដែររវាងសហរដ្ឋអាមេរិកជាមួយនឹងបណ្ដាប្រទេសសមាជិកអង្គការ NATO ចំនួន12ការស្វែងរកជើងហោះហើរម៉ាឡេស៊ី MH370 កំពុងតែប្រព្រឹត្តទៅរកដំណាក់កាលថ្មីមួយទៀតស្របពេលដែលការពង្រីកមានការកាត់ឡើងចំពោះទំហំនៃការស្វែងរកក៏ដូចជាពេលវេលានៃការស្វែងរកការស្រាវជ្រាវរកជើងហោះហើរម៉ាឡេស៊ី MH370 ដែលកំពុងបាត់ខ្លួននោះនឹងឈានចូលដល់ដំណាក់កាលថ្មីមួយទៀតព្រមទាំងធ្វើការរុករកក្នុងបាតសមុទ្រឲ្យបានកាន់តែសកម្មជាងមុននៅរយៈពេលប្រមាណសប្តាហ៍ខាងមុខនេះបើតាមការអះអាងពីមជ្ឈមណ្ឌលសម្របសម្រួលនៃទីភ្នាក់ងារសង្គ្រោះរួម JACC របស់អូស្ត្រាលីនៅថ្ងៃពុធទី30ខែមេសាឆ្នាំ2014នាវាមួយទឹកខ្នាតតូចគ្មានមនុស្សបើកដែលមានឈ្មោះថា Bluefin 21បានបញ្ចប់បេសកកម្មចំនួន16ដងលើផ្ទៃបាតសមុទ្រប្រមាណ314គីឡូម៉ែត្រក្រឡានៅក្នុងតំបន់ដែលគេសង្ស័យថាយន្តហោះម៉ាឡេស៊ី Boeing 777បានធ្លាក់កាលពីថ្ងៃទី8ខែមីនានោះបើតាមការអះអាងពី JACC បន្ថែមទៀតថាការស្រាវជ្រាវនឹងបន្តពង្រីកនៅតំបន់ក្បែរៗនោះគូបញ្ជាក់ថាបេសកកម្មរុករកជើងហោះហើរ MH370 លើកទី17នឹងប្រព្រឹត្តទៅនៅពេលណាដែលអាកាសធាតុបានប្រសើរឡើងវិញដែលនឹងអនុញ្ញាតឲ្យនាវាការពារដែនសមុទ្ររបស់អូស្ត្រាលីនាំយកឧបករណ៍ Bluefin 21បញ្ជូនទៅស្រាវជ្រាវក្នុងផ្ទៃបាតសមុទ្រប្រកបដោយសុវត្ថិភាពក្រុមរុករកនៅតែបន្តប្រតិបត្តិការរបស់ខ្លួនជានិច្ចទោះបីជាវានឹងត្រូវចំណាយពេលពី6ទៅ8ខែទៀតក៏ដោយចាត់ទស្សនិកជនដែលកំពុងតាមដានទស្សនាជាទីមេត្រីព័ត៌មានប្រចាំថ្ងៃពុធទី30ខែមេសាឆ្នាំ2014ដែលរៀបចំនិងជម្រាបជូនដោយលោកប៉ាសេដ្ឋានិងនាងខ្ញុំសាច់ចលក្ខណៈនៅពេលនេះចាប់តែប៉ុណ្ណេះខណៈនេះជាខ្ញុំទាំងពីរអ្នកសូមអរគុណសូមជម្រាបលា